សួស្តីបងប្អូនក្នុងវីដេអូនេះខ្ញុំធ្វើការបង្ហាញអំពីរបៀបនៃការ save សំឡេងចេញពី Telegram ហើយយកមកដាក់នៅក្នុង system ដូចដែលបងប្អូនខ្ញុំបានឃើញអញ្ចឹងគឺ system វាស្គាល់តែជាប្រភេទ file MP3 ទេបើមិនជាយើង upload file ផ្សេងគឺអត់ឃើញទេជាក់ស្ដែងខ្ញុំយក all file គឺវាឃើញមាន file មួយកណ្ដោតែជាប្រភេទ file OGG អញ្ចឹងខ្ញុំធ្វើការ save សំឡេងមួយនេះបាទអញ្ចឹងយើងយក save មកហើយខ្ញុំដាក់ឈ្មោះចំណាំខ្ញុំមួយទៅឥឡូវខ្ញុំដាក់លើ download ចុះហើយខ្ញុំដាក់អញ្ចឹងទៅបន្ទាប់មកខ្ញុំចូលទៅកាន់ system ម្ដងទៀតយើងគ្រាន់តែចូលមកកាន់ dashboard ដាក់នេះមកហើយយើងឃើញមានពាក្យថា converter យើងចុចត្រង់ហ្នឹងគឺយើងមាន option ជាច្រើនត្រង់កន្លែងខាងលើនេះយើងបដូរប្រភេទរូបភាពមានន័យថាយើង convert ឲ្យរូបប៉ុនគ្នាដូចគ្នាអញ្ចឹងណានេះគឺសំឡេងអញ្ចឹងយើងហៅសំឡេងហ្នឹងមកហើយយើងហៅ file ដែលយើងបានដាក់មិញនៅនេះបាទអញ្ចឹងយើងគ្រាន់ដាក់ហើយយើងធ្វើការចុចដំណើរការនេះមកបន្ទាប់មកយើងចុច download អូខេបន្ទាប់មកយើងចូលមកកាន់ system យើងចុចត្រង់នេះហើយយើងចូលមកឃើញមាននេះដែលយើងបានដាក់មិញហើយយើងចុចដាក់នោះតែប៉ុណ្ណឹងគឺវាស្គាល់ហើយយើងចុច save មកគឺជាការស្រេច